ជាមួយនឹងចម្រើស mode នៃភ្លើងរត់របស់វាគឺមានរហូតដល់12 mode ឥឡូវជាមួយបងប្អូនណានេះ LED mode អក្សរវាដាក់ឡើងហ្នឹងអូខេបងប្អូនណាកាលណាយើងចុចមួយអញ្ចេះគឺវាដូរ mode ampli បើណែវា mode ពីដូរពីមុខងារ Bluetooth ទៅជាមុខងារដល់ខ្សែដូរពីមុខងារដល់ខ្សែទៅជាមុខងារដល់ USB អញ្ចឹងបងប្អូនយើងទាំងអស់គ្នាតើតើជាមួយនឹងប្រភេទហ្នឹងប៉ុន្តែបើកាលណាយើងចុចត្រាំកន្លែងនេះវាទៅជាដូរជំរើសភ្លើងរបស់វាបងប្អូនឃើញ mode ភ្លើងរបស់វាណានេះគឺ mode លេខរៀងទី8បើសិនជាដាក់ mode លេខរៀងទី9នេះគឺវារត់មកជុំទៅ mode លេខរៀងទី10គឺវារត់លុយអញ្ចឹងបងប្អូនណាគឺនេះវារត់ផ្គុំចូលគ្នាអញ្ចឹងនឹងគឺជំរើសបាទជ្រាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺយើងចេញទៅម្ដងទៀតដែរជាមួយនឹងប្រភេទ ampli ក្រៅខេលលក្ខណៈគ្រួសារ T1500 បងប្អូនយើងទាំងអស់គ្នាតើតើជាមួយនឹងប្រភេទ ampli នេះរៀបចំជូនបងអតិថិជនដែលឈ្មោះ Facebook របស់គាត់ដូចខ្ញុំបង្ហាញនៅលើវីដេអូរបស់ខ្ញុំចុះបងប្អូនយើងទាំងអស់គ្នាណាហើយសម្រាប់ប្រភេទ ampli នេះគឺស្អាតខ្លាំងមែនបងជាប្រភេទ ampli ប្រើដុំភ្លើងមានកង្ហារនៅខាងក្រោយមួយគ្រាប់ទៀតបងប្អូនតើតើជាមួយនឹងប្រភេទ ampli នេះជាប្រភេទ ampli ប្រើដុំភ្លើងហើយមានកង្ហារនៅមួយក្រោយមួយគ្រាប់ជាប្រភេទ ampli ចេញពីច្រកបងប្អូនចេញពីច្រកហើយបងប្អូនអាចភ្ជាប់ជាមួយនឹងអាគុយមួយគ្រាប់ទៀតនៅខាងក្នុងដើម្បីដាក់ទូជាថ្មសាកបាទបានន័យថាពេលដែលបងប្អូនដោតភ្លើង220ចូលបងប្អូនអាចដាក់អាគុយនៅខាងក្នុងមួយគ្រាប់ទៀតវានឹងដាក់ទូជាថាយ៉ាងណាជាអាគុយសាកតែម្ដងបងប្អូនយើងអរគ្នាណាឡើយតោះយើងមកមើលផ្នែកពិសេសនៅខាងមុខបងប្អូនណាថ្ងៃវីដេអូហ្នឹងណាបងតែតោះជាមួយនឹងប្រភេទ ampli នេះបងប្អូនខ្ញុំបើកជាប្រភេទ ampli មានភ្លើងវិលជុំវិញស្អាតខ្លាំងមែនទែនតកតងជាមួយនឹងប្រភេទ ampli នេះមានភ្លើងរបស់វាមកជុំវិញតែម្ដងហើយតកតងជាមួយជំរើសនៃការប្រើរបស់វាទៀតក៏ច្រើនដែរបងប្អូនតកតងជាមួយនឹងប្រភេទនេះប្រភេទ ampli នេះវាចេញមានទាំងជាមួយនឹងរុន USB ជាមួយនឹងរុនសម្រាប់បងប្អូនសាក់ថ្មបាទន័យថាបើសិនជាបងប្អូនសាក់ថ្មទូរស័ព្ទបងប្អូនអាចសាក់បានជាមួយនឹងរុននេះបងប្អូនណាវាមានដាក់នេះ phone changing 0.5 ampere បាទន័យថាជារុនសម្រាប់បងប្អូនសាក់ថ្មទូរស័ព្ទស្រាប់នេះគឺរុនសម្រាប់បងប្អូនដោតជាមួយនឹង USB ជាមួយនឹងមុខងារ optical ជាមួយនឹងមុខងារអីផ្សេងជាច្រើនទៀតគឺមាននៅលើ ampli នឹងទាំងអស់បងប្អូនយើងទាំងអស់គ្នាណាអូខេតោះឥឡូវខ្ញុំនឹងលំអិតជូនបងប្អូនមួយតកតងជាមួយនឹងជំរើសនៃការប្រើរបស់ ampli នឹងទាំងអស់គ្នាអូខេបងប្អូនតោះមកខាត់ហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំសេរីកាមេរ៉ារៀងងឹតបន្តិចដើម្បីឲ្យមើលភ្លើងរបស់វាមើលទៅឃើញស្អាតតិចបងប្អូនយើងទាំងអស់គ្នាណាតកតងជាមួយនឹងប្រភេទ ampli នេះតកតងជាមួយនឹងជំរើស mode ភ្លើងពូលរបស់វានេះបងប្អូនឥឡូវនេះវាមានជំរើសនៃការប្រើបានន័យថាបើសិនជាតកតងជាមួយពូលហ្នឹងបងប្អូនចង់បិទវាចោលក៏បានជាមួយនឹងជំរើស mode នៃភ្លើងរត់របស់វាគឺមានរហូតដល់12 mode ឥឡូវជាមួយបងប្អូនណានេះ LED mode អក្សរវាដាក់ឡើងហ្នឹងអូខេបងប្អូនណាកាលណាយើងចុចមួយអញ្ចេះគឺវាដូរ mode ampli បើណែវា mode ពីដូរពីមុខងារ Bluetooth ទៅជាមុខងារដល់ខ្សែដូរពីមុខងារដល់ខ្សែទៅជាមុខងារដល់ USB អញ្ចឹងបងប្អូនយើងទាំងអស់គ្នាតើតើជាមួយនឹងប្រភេទហ្នឹងប៉ុន្តែបើកាលណាយើងចុចត្រាំកន្លែងនេះវាទៅជាដូរជំរើសភ្លើងរបស់វាបងប្អូនឃើញ mode ភ្លើងរបស់វាណានេះគឺ mode លេខរៀងទី8បើសិនជាដាក់ mode លេខរៀងទី9នេះគឺវារត់មកជុំទៅ mode លេខរៀងទី10គឺវារត់លុយអញ្ចឹងបងប្អូនណាគឺនេះវារត់ផ្គុំចូលគ្នាអញ្ចឹងនឹងគឺជំរើសនៃការប្រើរបស់ ampli ហ្នឹងបងប្អូនតើតើជាមួយនឹងជំរើសវានៅមានច្រើនទៀតវារហូតដល់12 mode នោះបងប្អូនតើតើជាមួយនឹងជំរើសនៃការរត់ភ្លើងរបស់វាហ្នឹងហើយសម្រាប់ប្រភេទមុខងារមួយនេះ ampli មួយនេះបងប្អូនវាមានមុខងារច្រើនខ្លាំងមែនទែនជាពិសេសមុខងារដែលប្លែកដែល ampli ទូទៅមិនមានគឺប្រភេទមុខងារនេះបងប្អូន Bluetooth off បានន័យថាឧទាហរណ៍បងប្អូនកាលនេះបើសិនជាបងប្អូនប្រើទូរស័ព្ទពីរអញ្ចឹងបងប្អូនណាឧទាហរណ៍ថាទូរស័ព្ទមានទូរស័ព្ទកទូរស័ព្ទខបន្ទាប់មកទូរស័ព្ទកមួយនេះគឺខ្ញុំភ្ជាប់ Bluetooth រួចជាមួយ ampli នឹងហើយប៉ុន្តែសត្វតាពេលបើកម្ដងទៀតទូរស័ព្ទកគឺលោតភ្ជាប់ជាមួយនឹង Bluetooth របស់ ampli នឹងអូតូអញ្ចឹងបើសិនជាបងប្អូនចង់បិទ Bluetooth ចេញពីទូរស័ព្ទកហ្នឹងតើតែបងប្អូនយកទូរស័ព្ទកហ្នឹងមកបងប្អូនអស់បិទ Bluetooth បានវាដាច់ចឹងបងប្អូនណាប៉ុន្តែសម្រាប់ប្រភេទ ampli ហ្នឹងទោះបីបងប្អូនមិនប្រើទូរស័ព្ទកហ្នឹងដែរបងប្អូនចុចគាត់ចុចកន្លែងនេះបងប្អូនមុខងារ Bluetooth អស់នេះបានន័យថាគឺនឹងលោតផ្ដាច់ Bluetooth ចេញពីទូរស័ព្ទកហ្នឹងដោយស្វ័យប្រវត្តិទោះបីជាវាភ្ជាប់ខ្លួនឯងក៏ដោយបងប្អូនតទៅជាមួយនឹងជំរើសកន្លែងហ្នឹងនិយាយទៅបងប្អូនហើយ ampli នេះវាមានមុខងារ echo មុខងារ reverb និងមុខងារអីផ្សេងទៀតជាច្រើនខ្លាំងមែនទែនដែលខ្ញុំរៀបរាប់បងប្អូនឥឡូវវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនមែនទែនសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់កុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតពីដួងច័ន្ទ Tech អរគុណច្រើនមែនទែន